ជំរាបសួរសួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំមករានឹងនាំអ្នកនាងមកទស្សនាសកម្មភាពមួយថ្ងៃពេញរបស់ខ្ញុំក្បាលដំបងប្រៀបបានឃើញអញ្ចឹងជាសកម្មភាពថ្នាក់រៀនភាសាថៃនៅសាកលវិទ្យាល័យបុរីរាមរាជផាត់នៅខេត្តបុរីរាមហើយនេះគឺជាសកម្មភាពមុនចំនួនមុនម៉ោងចូលរៀននៅប្រហែលម៉ោង8ព្រឹកដោយសារតែយើងចូលរៀននៅម៉ោង8ព្រឹកហើយចេញវិញនៅម៉ោង5ល្ងាចអញ្ចឹងនេះជាសកម្មភាពនៅក្នុងថ្នាក់របស់ពួកយើងនៅពេលដែលគ្រូអត់ទាន់មកហើយនេះក៏ជាសកម្មភាពបង្រៀននិងសកម្មភាពរៀនច្រៀងដែលគ្រូពីជនជាតិថៃជាអ្នកបង្រៀនហើយដោយសារតែអ្នកគ្រូគាត់អត់ឲ្យថតទេអញ្ចឹងខ្ញុំអត់បានថតសកម្មភាពពេលបង្រៀនទេបានតែត្រឹមថតសកម្មភាពនៅពេលដែលគាត់ថតពួកយើងតែប៉ុណ្ណឹងអញ្ចឹងសូមទស្សនាដល់អ្នកគ្នាចឹងការរៀនភាសារបស់យើងគឺមានរយៈពេល8ម៉ោងចាប់ពីម៉ោង8ព្រឹករហូតដល់ម៉ោង5រសៀលចឹងរៀនយូរដែរតែយើងក៏មានពេលសម្រាប់ចេញលេង20នាទីម្ដងក្នុងរយៈពេល2ដងក្នុងមួយថ្ងៃហ្នឹងហើយបន្ទាប់មកយើងក៏ដល់ពេលញ៉ាំបាយដល់ពេលមកប្រហែលជាម៉ោង12យើងនឹងចេញទៅញ៉ាំបាយនៅ food center ដោយសារតែសាលារបស់គេគឺមាន food center កន្លែងញ៉ាំបាយឲ្យសិស្សដែលមានតម្លៃទូថ្លៃជាងនៅខាងក្រៅអញ្ចឹងយើងចង់សម្ប្រាក់យើងនៅខាងក្នុងហ្នឹងហើយWhite Loon, baby, yeah, we love to have fun. Love to make love and love to get drunk. Said I love to make love and I love to get drunk. So what's up, Bokati? Can't sit and stay still. Cause I be chasing my bills, trying to close deals. One thing, then be doing cute, that one there. Can't call chill. ហើយនេះជាសកម្មភាពពួកយើងរៀនរយៈពេល1ម៉ោងកន្លះហើយយើងក៏សម្រាប់ចេញលេងនៅវេលាម៉ោង3យើងចេញលេងម្ដងមុនពួកយើងចេញទៅផ្ទះនៅម៉ោង5រសៀលហើយចេញលេងយើងអត់មានធ្វើអីទេម្នាក់យើងនិយាយគ្នាលេងយើងចូលទុកទឹកតែប៉ុណ្្នឹងហើយតែថ្ងៃនេះជារឿងពិសេសបន្តិចដោយសារតែជាថ្ងៃនៃពេលពិធីបុណ្យចម្រើនវិជនរបស់ស្ដេចថៃតែម្ដងហើយនេះជាសកម្មភាពនៃការហាត់សមសម្ដែងរបស់សិល្បករនិស្សិតនៅក្នុងសាលាគេតែម្ដងបុរីរាមនឹងតែម្ដងហើយខ្ញុំក៏បានថតបន្តិចដែរហើយសកម្មភាពបន្ទាប់គឺនៅម៉ោង5សកម្មភាពបងដែលនិស្សិតទាំងអស់សប្បាយចិត្តជាងគេគឺមកទៅផ្ទះហើយម្នាក់គឺជិះកង់ខ្លះដើរទៅដមដើម្បីដើរទៅដមហើយរកកន្លែងអីញ៉ាំដើម្បីនៅពេលល្ងាចយើងនឹងត្រឡប់មកមើលការសម្ដែងនៅឆាកដែលយើងបានថតកាលពីមិញដែលយើងហាត់សមហ្នឹងใช้ชีวิตให้เต็มที่อย่าไปกลัวมีแต่ความสนุกสนานที่อยู่ในหัวใช้ชีวิตแบบออนทัวร์ไปហើយជាការទៅខ្ញុំដើរអត់ទាន់សពអស់ទេសាលាធំហើយអគារមានលេខដូចជា20អគារប៉ុន្តែខ្ញុំមើលដូចជា20អគារជាងប៉ុន្តែអគារសិក្សានៃ faculty គេនីមួយគឺនៅឆ្ងាយពីគ្នាដែរអញ្ចឹងពេលចូលរៀននិស្សិតជិះឡានទៅវិញទៅមក ฉันเขายังไง
ភាពនៅពេលល្ងាចម៉ោង7-8យើងក៏ត្រឡប់មកវិញប៉ុន្តែខ្ញុំអត់បានថតពេញទេដោយសារតែវីដេអូរាងវែងអញ្ចឹងខ្ញុំកាត់ជា2វីដេអូហើយនេះជាវីដេអូទី1ហើយវីដេអូបន្ទាប់ខ្ញុំនឹងបង្ហាញពីទស្សនីយភាពនៃការសម្ដែងនៅក្នុងព្រឹត្តិពិធីបុណ្យចម្រើនព្រះជន្មស្ដេចថៃតនេះអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេសង្ឃឹមថាអ្នកចូលចិត្តយើងជួបគ្នានៅវីដេអូបន្ទាប់ដែលជាវីដេអូដែលខ្ញុំនឹងមកចូលរួមនឹងថតពីការទស្សនាទាំងមូលនៃវិធីបុណ្យចម្រើនព្រះជន្មស្ដេចស្រីសិរិនធម៌សូមអរគុណ ใช้ชีวิตให้เต็มที่อย่าไปกลัวมีแต่ความสนุกสนานที่อยู่ในหัวใช้ชีวิต